ភាពមិនច្បាស់លាស់គ្រោះថ្នាក់ដោយសារមានការវាយប្រហារណាមួយកើតឡើងពីសំណាក់អ៊ីស្រាអែលទើបទួរគីចំណាយទឹកប្រាក់6កណ្ដកសញ្ញា$5000 លានដើម្បីបង្កើនប្រព័ន្ធការពារដែនអាកាស Steel Dome ដើម្បីត្រៀមតទល់ជាមួយនឹងអ៊ីស្រាអែលផ្អែកតាមថាមអ៊ីស្រាអែលកាលពីថ្ងៃទី26វិច្ឆិកាបានរៀបរាប់ថាទួរគីបានចុះហត្ថលេខាលើកិច្ចសន្យានៅថ្ងៃទី26វិច្ឆិកាជាមួយក្រុមហ៊ុនការពារជាតិដូចជា Arsamen Roketsan និង Havelsan ជាដើមដើម្បីជំរុញអាប់ដេតប្រព័ន្ធការពារដែនអាកាស Steel Dome ឲ្យបានច្រើនស្រទាប់របស់ខ្លួនចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអ៊ីស្រាអែលលើបញ្ហាកាហ្សានិងចំនួនក្នុងតំបន់ដែលពាក់ព័ន្ធផ្សេងៗទៀតទួរគីបានមើលឃើញថាអ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួនដូចជាអ៊ីរ៉ង់ស៊ីរីឬក៏យេម៉ែនជាដើមក្នុងការបោះសម្អាតក្រុមអង្គការភេរវករដែលអ៊ីស្រាអែលចាត់ទុកជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនប្រព័ន្ធការពារដែនអាកាសដែលទួរគីសម្ដៅដល់ Steel Dome នោះគឺជាគម្រោងការពារដែនអាកាសដែលបានអភិវឌ្ឍនិងផលិតឡើងដោយក្រុមហ៊ុនការពារជាតិរបស់ទួរគីផ្ទាល់ត្រូវបានប្រកាសនៅក្នុងខែកក្កដាឆ្នាំ2024ហើយនាពេលថ្មីៗនេះគឺទួរគីបន្ថែមអាប់ដេតទាក់ទងទៅនឹងប្រព័ន្ធពហុស្រទាប់បន្ថែមទៀតដែលឆ្លុះបញ្ចាំងពីសមាជិកភាព Iron Dome របស់អ៊ីស្រាអែលជាមួយនឹងសមាជិកភាពចំនួន47រួមមានរ៉ាដាមីស៊ីលឧបករណ៍ចាប់សញ្ញានិងមជ្ឈមណ្ឌលបញ្ជាសម្រាប់ការគម្រាមកំហែងផ្សេងៗទៀតទំនាក់ទំនងអ៊ីស្រាអែលនិងទួរគីកាន់តែអាក្រក់ទៅដោយសារតែមានការគាំទ្ររបស់លោក Erdogan ចំពោះក្រុមហាម៉ាស់នៃការចាប់ខ្លួនមន្ត្រីអ៊ីស្រាអែលរួមទាំងលោក Benjamin Netanyahu ពីបទប្រឡាយពូជសាសន៍និងសំណុំរឿង ICJ របស់ទួរគីរួមជាមួយអាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលផងដែរការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលដូចជានៅក្នុងប្រទេសកាតាដែលកំណត់គោលដៅលើក្រុមហាម៉ាស់បានបង្កើនឲ្យមានការព្រួយបារម្ភរបស់ទីក្រុងអង្ការ៉ាទោះបីជាមិនមានការគំរាមកំហែងដោយផ្ទាល់ក៏ដោយដែលជំរុញឲ្យការចំណាយលើវិស័យការពារជាតិកើនឡើងជាលំដាប់ជំហរអ៊ីស្រាអែលវិញបានប្រកាសយ៉ាងច្បាស់ក្តែងថាគោលដៅចម្បងរបស់ខ្លួនគឺការលុបបំបាត់ក្រុមហាម៉ាស់ទាំងស្រុងនិងការកាត់ផ្តាច់បណ្ដាញហិរញ្ញវត្ថុព្រមទាំងការបញ្ជារបស់ពួកគេនៅទូទាំងពិភពលោកអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវករប្រសិនបើទួរគីផ្ដល់ជម្រកដល់មេដឹកនាំសំខាន់របស់ក្រុមហាម៉ាស់ដែលនៅតែបន្តបញ្ជាពីទីក្រុងអង្ការ៉ាឬអេស្តេនបុលនោះអ៊ីស្រាអែលអាចចាត់ទុកតំបន់ទាំងនោះជាគោលដៅយោធាស្របច្បាប់ដោយរដ្ឋាភិបាលអ៊ីស្រាអែលប្រកាន់ខ្ជាប់នៅគោលការណ៍ថាខ្លួនមានសិទ្ធិប្រើប្រាស់កម្លាំងយោធាដើម្បីការពារខ្លួនគ្រប់ទីកន្លែងដែលក្រុមភេរវករកំពុងរៀបចំផែនការវាយប្រហារជាគំរូកន្លងមកអ៊ីស្រាអែលមានប្រវត្តិធ្វើឃាតមេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសដូចជានៅស៊ីរីរីបង់ឬអឺរ៉ុបជាដើមដោយមិនខ្លាចផលវិបាកនៃការទូតឡើយតើទួរគីធ្លាប់បានផ្ដល់ជម្រកឲ្យក្រុមហាម៉ាស់ដែរឬទេពិតមែនហើយទួរគីមិនត្រឹមតែបានផ្ដល់ជម្រកផ្នែកនយោបាយដល់ក្រុមហាម៉ាស់ប៉ុណ្ណោះទេប៉ុន្តែក៏បានផ្ដល់ជំនួយផ្នែកការទូតហិរញ្ញវត្ថុនិងតាមការចោទប្រកាន់គឺជំនួយយោធាថែមទៀតផងនេះហើយជាមូលដ្ឋានចម្បងដែលជំរុញឲ្យអ៊ីស្រាអែលមិនមានការសប្បាយចិត្តហើយទួរគីត្រូវតែចំណាយដ៏ធំលើប្រព័ន្ធ Steel Dome របស់ខ្លួនក្នុងការត្រៀមទល់ជាមួយនឹងអ៊ីស្រាអែលនាពេលណាមួយដែលអាចកើតមានឡើងតើអ៊ីស្រាអែលមានការស្ទាក់ស្ទើរដែរឬទេក្នុងការវាយប្រហារទួរគីដែលជាប្រទេសសមាជិកអង្គការយោធា NATOជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន